បាទសួស្តីថ្ងៃនេះសូមណែនាំបន្តពីវីដេអូម្សិលមិញក៏តែយើងពេលនេះគឺយើងបដោតទៅលើថ្នេរនីមួយៗដែលយើងចង់ដាក់ថ្នេរមួយណាដែលយើងចង់ដាក់ថ្នេរមួយណាដែលយើងមិនចង់ដាក់ញឹកអំពើឬក៏សាក់មុខបងប្អូនហើយម៉ាស៊ីនយើង version ថ្មីគឺមានសក់ខ្មែរចេះបងប្អូនមានសក់ខ្មែរអញ្ចឹងមានភាពងាយស្រួលមែនតើតែមានសក់ខ្មែរប៉ុណ្ណឹងអញ្ចឹងបងប្អូនធ្វើទៅតាមវីដេអូដែលខ្ញុំប្រាប់នេះចុចកន្លែងនេះគឺយើងចុចបានក៏បានទេក៏បានបងប្អូនបានដូចគ្នារួចហើយបងប្អូនចុចរួចហើយតើបងប្អូនចុចបន្តទៀតចុចបន្តនៅក្នុងវីដេអូនេះគឺយើងចុចនៅខាងឆ្វេងខាងលើនេះអាចចុចលេខបូកទៅលេខបូកនេះយើងចុចទៅថ្នេរមួយណាដែលចេញពណ៌ខៀវមកគឺថ្នេរនោះហើយដែលយើងអាចដាក់ឬមិនដាក់ញឹកក្នុងវើឬក៏សាក់មុខហ្នឹងហើយយើងជ្រើសរើសថ្នេរនីមួយបានថ្នេរណាដែលយើងចង់ដាក់ថ្នេរណាមិនចង់ដាក់អញ្ចឹងពេលខ្លះទៅគឺថ្នេរគាត់ដេកចោលទេអញ្ចឹងយើងមិនចាំបាច់ដាក់សាក់មុខទេកុំឲ្យវារួញវាអីចឹងទៅអញ្ចឹងបងប្អូនសេវនៅតាមនឹងមកដូចថាបើសិនជាយើងអត់ចង់ដាក់ញឹកសាក់មុខនេះយើងដាក់00ដូចខ្ញុំនឹងមកហើយយើងអូខេទៅនឹងថ្នេរហ្នឹងគឺអត់មានសាក់មុខទេនៃផ្សេងគឺយើងដាក់សាក់ទៅអញ្ចឹងយើងជ្រើសរើសទៅតាមវីដេអូហ្នឹងណាដែលយើងចង់ដាក់ណាដែលយើងមិនចង់ដាក់បងប្អូនណាយើងចុចចេញខៀវអញ្ចឹងមកគឺអូខេហើយគឺយើងអាច select បានពេលដែលយើង select ហើយនេះការដាក់សាក់មុខហ្នឹងពេលយើងអត់ចង់ដាក់យើងដាក់0អញ្ចឹងមកហើយថ្នេរដែលយើងចង់ដាក់គឺយើងដាក់ចំនួនថ្នេរសាក់មុខឬក៏ចំនួនដងតាមនឹងយើងទៅបងប្អូនណាហើយយើងចុចថយហើយយើងចុចអូខេហ្នឹងហើយបានអញ្ចឹងមកនឹងមានន័យថាយើង save ជាប់ហើយយើងធ្វើអូខេហើយយើងធ្វើបានសម្រាប់ហើយហ្នឹងហើយអញ្ចឹងយើងថយមកហើយយើងចុចបែបនេះមកអូខេហើយបងប្អូនណា